ប្រអាត្មាភាពសម្លឹងមើលក្នុងចំណោមពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនានឹងមានតែឈ្មោះដែរតែពិធីបដិបត្តិពិធីកម្មផ្សេងនឹងឃើញទាក់ទងនឹងពុទ្ធសាសនាតិចតួចស្ដួចស្ដាងជាទីបំផុតឃើញប្រព្រឹត្តធ្វើតែពិធីកម្មដែលក្រៅពីពុទ្ធសាសនានឹងដោយច្រើនប៉ុន្តែក្នុងទីនេះអាត្មាភាពចូលមកកាន់រោងប៉ុននេះក៏លេចមើលឆ្វេងស្ដាំទៅអាចបញ្ជាក់ប្រាប់ថាពុទ្ធបរិស័ទនៅទីនេះជាពិសេសលោកអ្នកដើមប៉ុនលោកយល់ដឹងពីពុទ្ធសាសនាច្បាស់លាស់ពិតប្រាកដហើយដោយឃើញក្នុងពិធីឃើញរណ្ដាប់ពិធីសក្ការៈបូជានេះគឺត្រឹមត្រូវតាមពុទ្ធសាសនាអាចបញ្ជាក់ប្រាប់ថាលោកអ្នកម្ចាស់ដើមប៉ុនលោកយល់ហើយព្រមដោយញោមញាតិពុទ្ធបរិស័ទនោះតែបើលោកអ្នកម្ចាស់កម្មវិធីប៉ុនញោមញាតិពុទ្ធបរិស័ទយល់ហើយតែនៅអ្នកដទៃទៀតនឹងអត់យល់ច្រើនណាស់បើអញ្ចឹងសូមលើករឿងហ្នឹងមកសម្ដែងបញ្ជាក់ឲ្យស្គាល់ពុទ្ធសាសនាឲ្យច្បាស់លាស់ពីប្របរិស័ទទូទៅឈ្មោះថាកាន់ពុទ្ធសាសនាប៉ុន្តែឃើញបដិបត្តិក្នុងកម្មវិធីផ្សេងឃើញទៅរៀបចំតែពិធីរំដៅខាងខាងក្រៅពុទ្ធសាសនានឹងដោយច្រើនតែនឹងឯដែលបញ្ជាក់ថាបរិស័ទអ្នកកាន់ពុទ្ធសាសនាអត់យល់ដឹងឲ្យពីពុទ្ធសាសនាទើបតែសោះបើម្ល៉េះគួរតែសង្គ្រោះដល់ញោមញាតិពុទ្ធបរិស័ទណាប្រាប់ឲ្យញោមញាតិស្គាល់ពុទ្ធសាសនានោះឲ្យច្បាស់លាស់ពិតប្រាកដដើម្បីដើរឲ្យត្រង់ផ្លូវពុទ្ធសាសនានឹងសូមជម្រាបអញ្ចឹងញោមញាតិពុទ្ធបរិស័ទមានសទ្ធាចេតនាសាងគម្ពីរបត្រៃបិដកយកទៅប្រគេនព្រះសង្ឃគ្រប់ទៅវត្តប៉ុន្តែអត់បានរៀនទេព្រះសង្ឃតែអ្នករៀនហ្នឹងបើជុំការវត្តខ្លះអត់រៀនផងញោមញាតិយកទៅប្រគេនដាក់ចោលពេញតាទូហ្នឹងអត់បានរៀនបានសូត្រអីទេអានឹងសូមជម្រាបចេញនិយាយដូចជានិយាយដើមអ្នកបួសគ្នាឯងប៉ុន្តែមិនទៅខ្លាចអីបើញោមញាតិប្រសក់ក៏អ្នកកាន់ពុទ្ធសាសនាព្រះសង្ឃកាន់ពុទ្ធសាសនាតើតែនិយាយដឹងវត្តខ្លះអត់រៀនទេយកទៅទុកចោលក្នុងទូហ្នឹងទុកឲ្យទូនឹងរៀនប៉ុន្តែនឹងជាផលវិបាកបំផុតព្រោះញោមញាតិពុទ្ធបរិស័ទត្រូវយកទៅប្រគេនព្រះសង្ឃឲ្យលោករៀនដល់ព្រះសង្ឃលោករៀនហើយលោកចេះដឹងយកមកប្រាប់ញោមញាតិអំពីពុទ្ធសាសនាហ្នឹងចាំបើព្រះសង្ឃលោកអត់រៀនបានអីយកមកប្រាប់ញោមញាតិនឹងអត់ទៅទេសោះម្ល៉េះហើយវាទៅតាមគ្នាហ្នឹងវិញញោមញាតិកាន់ពុទ្ធសាសនាប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីដូនតាម៉ែឪតគ្នាមកទេធ្លាប់ឃើញម៉ែឪដូនតាធ្វើអីក៏ធ្វើនឹងឯងតាមទៅអត់យល់ថានឹងមិនពុទ្ធសាសនាអត់ដឹងហ្នឹងចាអាស្រ័យនេះអ្នកកាន់ពុទ្ធសាសនាគឺក្រៅសាសនាទៅទេឈ្មោះតែអ្នកកាន់ពុទ្ធសាសនាប៉ុន្តែអត់ចេះបានអាត្មាទេសនាតែងតែលើកភាសាបុរាណមកពោលប្រាប់ញោមនោះបុរាណនោះថាសត្វបារោខោអង្គុយមេឃពោស៊ីផ្លែជ្រៃសត្វបារោខោអង្គុយមេឃពោស៊ីផ្លែជ្រៃញោមញាតិខ្លះក៏អត់យល់ស្ដាប់បានសត្វបារោខោសួរអាត្មាថាដេគុណខ្ញុំណាស្ដាប់ដេគុណទេសនាថាសត្វបារោខោអង្គុយមេឃពោស៊ីផ្លែជ្រៃអីទៅដេគុណអាត្មាថាញោមហ្នឹងហើយសត្វបារោខោហ្នឹងកាន់ពុទ្ធសាសនាមិនស្គាល់ពុទ្ធសាសនាអត់ទៅស្គាល់សាសនាដទៃហ្នឹងដើមពោទុកដូចជាតួពុទ្ធសាសនាវិញញោមញាតិអង្គុយនឹងមេឃពោទុំលើពុទ្ធសាសនាហ្នឹងផ្លែពោអត់បរិភោគតែបរិភោគផ្លែជ្រៃ
ជ្រៃជាលទ្ធិសាសនាមួយដទៃខុសពីពុទ្ធសាសនាឃើញទេទៅបរិភោគផ្លែជ្រៃនៅទៅវិញផ្លែពោបានអត្តន័យថាសិលសមាធិបញ្ញាជាទើដែលមាននៅក្នុងគម្ពីរបត្រៃបិដកនឹងព្រះវិន័យប្រសូតអភិធម្មនេះជាផ្លែពោហើយញោមញាតអត់បានបរិភោគมันបានបរិភោគដោយសារអត់ដឹងព្រោះពីមុនមកធ្លាប់បរិភោគផ្លែជ្រៃមកហើយក៏ពោវិញ្ញាណញ៉ាំជំពាក់ក្នុងផ្លែជ្រៃហ្នឹងផ្លែដើមជ្រៃជាលទ្ធិក្រៅពុទ្ធសាសនាទេអានឹងសូមបញ្ជាក់ឲ្យច្បាស់អញ្ចឹងនឹងសូមញោមញាតជ្រាបសួរថាដើមជ្រៃជាអ្វីដើមជ្រៃសាសនាផ្សេងបពុលអចំគឺសាសនាព្រាហ្មណ៍ខ្មែរយើងប្រទេសកម្ពុជាយើងពីបុរាណមកកាន់សាសនាព្រាហ្មណ៍នេះណាអូពុទ្ធសាសនានឹងអត់ទាន់លូតលាស់ទេប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍នេះមានកម្ពុជាមានថៃឡាវមីយ៉ាន់ម៉ាស្រីលង្កាមានតែប្រទេសកម្ពុជាតែដែលសាសនាព្រាហ្មណ៍ក្របដណ្ដប់ជិតតាំងពីបុរាណមកសម្បីសាសនាមីយ៉ាន់ម៉ានៅជាប់នឹងប្រទេសឥណ្ឌាក៏អត់បានទទួលទេសាសនាព្រាហ្មណ៍គេទទួលពុទ្ធសាសនាម្ល៉េះបរិស័ទគេបដិបត្តិតាមពុទ្ធសាសនានឹងដល់ខ្មែរយើងនឹងសាសនាព្រាហ្មណ៍អ្នកគ្រប់គ្រងប្រទេសយើងមុនដំបូងកនដេញព្រាហ្មណ៍ដែលយើងហៅថាហ៊ុនទៀនឬបថោងហ្នឹងគឺតួកនដេញព្រាហ្មណ៍ហ្នឹងឯងគាត់មេលទ្ធិព្រាហ្មណ៍ដល់គាត់មកគ្រប់គ្រងគាត់ផ្សាយព្រហ្មញ្ញសាសនាព្រាហ្មណ៍ក្របដណ្ដប់លើទឹកដីកម្ពុជាទាំងអស់ប្រជាប្រដ្ឋខ្មែរយើងចេះដឹងតែសាសនាព្រាហ្មណ៍ហ្នឹងឯងបដិបត្តិតមករៀបរាប់តំណែងតែបន្ទេសនានេះកុំអោយខិនណាអត់មានខិនបានទេតែអាត្មាចង់ចប់យកខ្លួនឯងចប់តែបានហើយហាមិនហើយដល់អាចារ្យក៏មកខិនទីទៅដល់មកដណ្ដំមិនមានពិធីទេចាប់ទេសនាប្រគេនផាត់ប្រសង់ច័ន្ទណាកាត់ឲ្យកន្លែងប្រទេសនាហ្នឹងសំខាន់ណាស់អូបង្រៀនញោមញាតឲ្យដឹងហ្នឹងនិយាយអธิบายរឿងរ៉ាវនៅឲ្យស្ដាប់ឲ្យអស់ជើងឲ្យយល់សិនដល់កាន់ព្រហ្មញ្ញសាសនាទៅមានបញ្ញវន្តដូនតាយើងអ្នកប្រាជ្ញបណ្ឌិតប្រកបដោយបញ្ញាលោកសិក្សាសាសនាសកលសាសនាធិព្រាបលោករៀនទ្រឹស្ដីសាសនាព្រាហ្មណ៍ហើយសាសនាពុទ្ធដល់រៀនទៅឃើញសាសនាព្រាហ្មណ៍មានតែហេតុអត់មានផលសូម្បីតែរតនត្រ័យក្នុងសាសនាព្រាហ្មណ៍ស្គាល់តែឈ្មោះមិនដែលឃើញរូបផងហើយសត្វទេវតាទាំងអស់នឹងសាសនាព្រាហ្មណ៍នឹងយ៉ាងដល់សាសនាពុទ្ធលោកសិក្សាទៅឃើញរតនត្រ័យក្នុងសាសនាពុទ្ធនឹងទី1គឺពុទ្ធទី2គឺព្រះធម៌ទី3គឺព្រះសង្ឃពុទ្ធជាមនុស្សដូចយើងដែរព្រះសង្ឃក៏ជាមនុស្សដូចយើងដែរព្រះធម៌ជាទ្រឹស្ដីដែលព្រះអង្គសម្ដែងប្រាប់នោះដល់បរិស័ទឲ្យយល់ពីមេគាពុទ្ធសាសនានោះគេហៅបរិយត្តិធម៌ស្ងាយថាទ្រឹស្ដីដល់លោកសិក្សាទៅឃើញពុទ្ធសាសនាជាសាសនាដែលមានហេតុមានផលច្បាស់លាស់ច្បាស់គឺពុទ្ធជាមនុស្សមិនអតិទេពទេហើយសូមញញជ្រាបអញ្ចឹងរតនត្រ័យសាសនាព្រាហ្មណ៍សត្វអតិទេពទាំងអស់ទេវតាទាំងអស់វាអត់មានទ្រឹស្ដីទេណារតនត្រ័យទាំង3សាសនាព្រាហ្មណ៍គឺទេវតាទាំងអស់សាសនាពុទ្ធជាមនុស្សពីរគឺពុទ្ធនិងព្រះសង្ឃព្រះធម៌ជាទ្រឹស្ដីជាមេគាលើបដិបត្តិនេះខុសគ្នាអញ្ចឹង
ដល់លោកសិក្សាទៅឃើញពុទ្ធសាសនាជាសាសនាដែលមានហេតុផលច្បាស់លាស់លោកផ្លាស់ប្ដូរសាសនាចេញលុបសាសនាព្រាហ្មណ៍ចេញទៅលោកបំផុសពុទ្ធសាសនាយើងនេះឡើងហើយយើងអ្នកកាន់ពុទ្ធសាសនាក្រោយនេះ អត់បានរៀនសូត្រទេវាចេះដឹងតែអំពីទ្រឹស្ដីសាសនាព្រាហ្មណ៍នឹងអាយកមកបដិបត្តិអនុវត្តតដល់មកបច្ចុប្បន្នហ្នឹងគឺវាប្រាជ្ញាអញ្ចឹងវាជំនឿនោះពុទ្ធលោកថាអបិយជំនឿគ្មានហេតុផលទេអរូបីអត់មានហេតុផលទេសោះសាសនាព្រាហ្មណ៍មានតែហេតុអត់ផលហេតុគឺមនុស្សចង់បានអីត្រូវសុំឲ្យព្រះជួយផ្ដល់ឲ្យបន់ស្រន់បួងសួងសុំឲ្យអីសូនរាយព្រំប្រទានអីដែលខ្លួនចង់បានហ្នឹងអានឹងជាហេតុតែមិនដែលឃើញអីសូនរាយព្រំជាអតិទេពដែលខ្លួនពឹងសុំឲ្យជួយកាន់អីយកមកឲ្យអត់មានទេមិនដែលបានសោះកុំថាឡើយដល់ទៅធំសំបីតែប៉ិនតែសាយសក់ក៏មិនដែលបានអានឹងជាស្ដែងបានដូនតាយើងនោះថាអត់មានហេតុផលអីទេអញ្ចឹងលុបចោលយកពុទ្ធសាសនាដែលជំនឿមានហេតុផលនឹងមកនាំឲ្យមនុស្សធ្វើទៅតាមមេគារបស់ពុទ្ធឥឡូវសំបញ្ជាក់រឿងមួយទៀតឲ្យច្បាស់លាស់សាសនាព្រាហ្មណ៍នេះគ្របដណ្ដប់នៅលើទឹកដីប្រទេសឥណ្ឌាគេហៅជម្ពូទ្វីបមកជម្ពូទ្វីបនេះសាសនាព្រាហ្មណ៍គ្របដណ្ដប់ទាំងអស់សំបីតែពូជរបស់ព្រះពុទ្ធជាដូនជាតាជាទូតលូតលានៅក្រោមអធិពលនោះទាំងអស់ជឿតាមលទ្ធិនោះទាំងអស់សំបីព្រះសម្មាសម្ពុទ្ធដែលមិនទាន់ត្រាស់ដឹងជាព្រះពុទ្ធក៏នៅក្រោមលទ្ធិឲ្យជឿដោយតែគ្នាអញ្ចឹងទាំងអស់នេះលើករឿងហ្នឹងឲ្យច្បាស់លាស់ដល់ព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងឡើងដោយបញ្ញាញាណលោកពិនិត្យមើលជីវិតរបស់មនុស្សដែលរស់នៅលើផែនដីថារស់ដោយសារអីរស់ដោយសារជំនួយអំណោយរបស់អីសូនរាយព្រះព្រំដែលជាសាសនាដូនតារបស់ពន្លោកនោះទេមើលទៅអត់មែនមើលទៅអត់ឃើញតែយ៉ាងមកអង្គតាំងប្រកាសសាសនាដែលលោកត្រាស់ដឹងហើយព្រះពុទ្ធលោកត្រាស់ដឹងក្នុងដែនដីជម្ពូទ្វីបក្នុងក្រមឥទ្ធិពលរបស់សាសនាព្រាហ្មណ៍ធៀបដូចជាផ្កាម្លិះមួយផ្កាទៅរីកកណ្ដាលវងសាសនាព្រាហ្មណ៍ហ្នឹងទៅរីកកណ្ដាលហើយផ្កាម្លិះនោះក៏ផ្សព្វផ្សាយសុគន្ធពិដោក្លិនក៏អូបនៅក្របដណ្ដប់ទៅលើពួកព្រាហ្មណ៍ពួកជាដិលពួកបរិពាជៈពួកនៃក្រឹនអញ្ញដេរតៃដែលជាលទ្ធិផ្សេងហ្នឹងដែលគេមានបញ្ញាពួកហ្នឹងមានបញ្ញាគេស្ដាប់ធ្វើពុទ្ធលោកសំដែងប្រកបដោយហេតុផលគេយល់គេក៏វែងលទ្ធិបើគេចោលអស់ភ្លាមនឹងប្រពន្ធលោកប្រោចក៏វែងលទ្ធិចោលអស់អាជំនឿចាស់អាងទៅលើអតិទេពប្រពន្ធលោកផ្សព្វផ្សាយក្របដណ្ដប់ទៅលើលទ្ធិព្រាហ្មណ៍រហូតដល់ទៅពួកព្រាហ្មណ៍នឹងភ័យព្រួយបារម្ភឃើញឥទ្ធិពលព្រះពុទ្ធខ្លាំងពេកអូសទាញបរិស័ទខ្លួនម្លាយពួកព្រាហ្មណ៍នឹងតាំងទាញយកព្រះពុទ្ធមកដាក់ក្រោមឃ្លៀកខ្លួនទៀតណាបញ្យល់បរិស័ទថាយើងទៅជឿអីព្រះពុទ្ធហ្នឹងទៅស្ដាប់អីព្រះពុទ្ធហ្នឹងព្រះពុទ្ធជាអវតារទី9របស់ព្រះវិស្ណុទេយកព្រះពុទ្ធទៅជាអវតារជាចំណែកតូចមួយហ្នឹងភាគតូចដែលចេញពីកាយរបស់ព្រះនរាយណ៍ចាំទៅគោរពឲ្យមនុស្សដោយតែគ្នាហ្នឹង
น้อยยังกรบแต่เปรี้ยเจียไม่จ้างมวยพนังบ้านนะคือเป็นอะไรนะคือได้ปูเปรียมฉลาดตีนโยกปนมาดะกรอมกลีตีนนะนี่คือปมเพลินเนี่ยอาตมาสำได้อ๋อจะบ้าอย่างเต่ามาหลายปูเปรียมปูไอเด็กการศาสนาเปรียมกับเวงเจ้าลายคือกันโยกพุทธศาสนาโดยขมายยังไงโดนตายังลูกกับเวงลัทธิชาเจ้าออกโดยปปนนาซานาประเทศโลกยังได้ปูเปรียมปัญหายังอัดบานสดับเธอปปนอัดบานเช่ดังพุทธศาสนาก็น่าจะเชียบจำเปียนั่นนั่งไอปีสมัยปปนโลกตัวแสดงปรับเตือนละมองตอนกิสดับไอ้กิยอลก็เวงเจ้าเปรียมแต่ยังนี่ว่าอ่อนเปรียสังยังเนี่ยแสดงเธอพระบริษัทก็มันเศร้าธรรมกตึกอังนาเตียนยกเปียตูนเมนเป็นประดาวระบอบพุทธมาปรับอโยมเยียดปุตตบริษัทเตแสดงแต่ปีนี้ปีโน้เต้าอังกฤษแสดงเลือกเชิงเป็นเนี่ยมาจ้าบอลแต่ซาเจ้าเจ้าเป็นโจเนี่ยมาจ้าบอลมาเต้าเชื่อเรื่องมวยเปียได้ปปนลูกตูนเมนเป็นประดาวอัดโยมมาปรับเตอันนั้นเกี่ยวพอลวิบาแต่สนาปัตมาปรับตรังนำมาพระสมได้ได้เป็นประกอบชาวบ้านเลือกเป็นอาจป้าสังเกตตอนโยมเงียดเนี่ยสดับพระเวทเลิบชื่อนอกจรานตวายชื่อเปล่าข้องนวจรานอาตมาโยมสมได้นี่วิข้ออาจำนื้อจัดได้กำปุงแต่เชื่อมเราก็น้องจัดตัวดันจังอัดสบายจัดอาตมาแต่สาบานได้โยมนะประกอบจะมันสบายจัดเตพันตัวไปโยมโจจัดสบายจัดอาจารย์ทำสักวันเลยไอ้ตับบานโยกเปียปปนหมอปรามโยมไอ้ตรังจังสังกรอโยมเยียดนะไอ้รุ่ยพอดอัมปีเอาไว้เด็ดเพื่อเข้าไปมนไอ้มาจำพระพุทธศาสนานั่งไปหนึ่งสามไอ้โยมเยียดเรียมจังโบราณ